បញ្ហាគ្រួសាររឿងអនាគតធ្វើឲ្យខ្ញុំគិតច្រើនថ្ងៃខ្លះមិនបានគេងសូម្បីតែ1ម៉ោងមិនដឹងថាខ្លួនឯងកំពុងគិតអីស្មុគស្មាញហត់នឿយធុញថប់តប់ប្រមល់គិតហើយគិតទៀតពិតជាស្មុគស្មាញខ្លាំងណាស់មិនដឹងថាថ្ងៃទៅមុខអនាគតទៅជាយ៉ាងណាចំណែកឯគ្រួសារបញ្ហាស្ទើរតែគ្រប់ជំហានអស់ពីមួយចូលមួយប្រហែលជាខ្ញុំគឺជាមនុស្សគិតច្រើនបើសិនជាខ្ញុំជាមនុស្សមិនចេះអោបក្រសោបបើសិនជាខ្ញុំចេះដោះលែងមិនគិតពីអ្វីទាំងអស់ធ្វើជាមនុស្សអាត្មានិយមមិនគិតពីគ្រួសារប្រហែលជាខ្ញុំមិនឈានដល់ដំណាក់កាលនេះនោះទេ